បាទជំរាបសួរក្នុងវីដេអូនេះគឺយើងនឹងនិយាយបាទឲ្យបានច្រើនតកតងទៅនឹង les mots interrogative ដែលមានន័យថាពាក្យសម្រាប់សួរអញ្ចឹងវីដេអូមុនយើងបាននិយាយអំពីការបង្កើតទម្រង់សំណួរបាទសាមញ្ញបាន3ប្រភេទឧទាហរណ៍ថា il fait beau អូខេ est-ce qu'il fait beau ឬក៏មួយទៀតយើងនិយាយថាfait-il beau បាទជិះយើងបាន3ទម្រង់មានន័យដូចគ្នាប៉ុន្តែសំណួរដែលយើងសួរទាំង3ហ្នឹងយើងអាចឆ្លើយបានតែ2ទេគេហៅថាពពួកសំណួរបិទចម្លើយមានតែ V នោះបាទចាស់ឬក៏អត់ទេចឹងទៅបាទឥឡូវសូមអ្នកទាំងនេះពិនិត្យមើលនៅក្នុងនេះយើងមានប្រភេទសួរច្រើនណាស់ពាក្យសម្រាប់សួរឧទាហរណ៍ថាមាន qui que qu'est-ce qui où comment pourquoi combien quand quoi quel ok deux féminin quel pluriel quel masculin ok féminin pluriel comme ça lequel laquelle et lesquels បាទចឹងយើងមើលម្ដងមកឃ្លា qui គឺជាពាក្យសម្រាប់សួររកនរណាបុគ្គលមួយណាឧទាហរណ៍ថា qui a parlé នរណាគេនិយាយនរណាគេបាននិយាយណានរណាគេអ្នកនិយាយក៏បានដែរអូខេឬក៏មួយទៀត qui est-ce qui a parlé ចឹងសំណួរសួរថាqui a parlé មិនក៏មាន qui est-ce qui parlé តាមពិត qui ដដែលទេណា qui ដដែលទេគាត់ថាយើងថែម est-ce qui មកពីមុខទៀតមក qui est-ce qui a parlé សំណួរហ្នឹងគឺមានដដែលទេតើនរណាគេបាននិយាយបាទសំណួរបន្ទាប់គឺយើងអាចសួរតើទៅនឹងគឺបាទឧទាហរណ៍ថា qu'est-ce que tu veux តើអ្នកចង់បានអីគេឬក៏ que veux-tu តើអ្នកចង់បានអីគេ par exemple ok si vous êtes allé au café et demandez ok et après les vendeurs vous posent des questions qu'est-ce que vous voulez qu'est-ce que tu veux ou que veux-tu que voulez-vous បានដូចគ្នាណាសំណួរទី3គឺយើងប្រើពាក្យ qu'est-ce qui fait du bruit dans la rue បញ្ជាក់ណា qu'est-ce qui យើងធ្លាប់តែឮថា qu'est-ce que អ្វីប៉ុន្តែឥឡូវនេះ qu'est-ce qui យើងឃើញ qui ខាងចុងប៉ុន្តែមិនមែនមានន័យថាសួររកមនុស្សទេឲ្យតែឃើញ qui ដងមនុស្សអត់ទេបាទសំណួរនេះគឺមានថាpardon qu'est-ce qui fait du bruit dans la rue សួររកនរណាគេជាអ្នកធ្វើអំពើហ្នឹងសួររកប្រធាន qu'est-ce qui fait du bruit តើអ្វីធ្វើឲ្យមានសំឡេងរំខាននៅតាមផ្លូវហ្នឹងអីគេចង់សួរអីគេអូខេអញ្ចឹងឧទាហរណ៍ថាយើងអង្គុយស្រាប់តែឮសំឡេងអញ្ចឹងណាយើងក៏សួរថាអូខេ qu'est-ce qui fait du bruit dans la rue បានដូចគ្នាតើពីណាគេធ្វើសំឡេងឬក៏សំឡេងអីគេហ្នឹងបានដូចគ្នាទី4យើងប្រើពាក្យ où គឺបង្ហាញពីសួររកទីកន្លែងណាសួររកទីកន្លែងឧទាហរណ៍ថា où tu es តើឯងនៅណាហ្នឹងoù est-ce que tu es តើឯងនៅណាហ្នឹងឬក៏ où es-tu តើឯងនៅឯណាបានដូចតែគ្នាទេសួរមួយណាស្រឡាញ់មួយណាសួរមួយហ្នឹងទៅបាទសំណួរមួយទៀតនោះគឺពាក្យសួរកំងមានថា how ណាសួររកដូចម្ដេចយ៉ាងដូចម្ដេចបុគ្គលិកលក្ខណៈអីចឹងមកឧទាហរណ៍ថា comment tu vas comment vas-tu អញសុខសប្បាយអត់សុខសប្បាយទេបានដូចតែគ្នាទេណាចង់សួរមួយណាសួរទៅអូខេយើងតែនិយាយថាអូខេ comment vas-tu comment tu vas បានដូចតែគ្នាវីឬយើងនិយាយថា tu vas bien គាត់ថាកន្លែងហ្នឹងគេចង់បញ្ជាក់ឲ្យយើងចេះប្រើពាក្យ comment ណាប៉ុន្តែយើងប្រើបានដូចគ្នាtu vas bien comment tu vas comment vas-tu បានដូចគ្នាវិញសំណួរបន្ទាប់គឺពាក្យ pourquoi គឺសួររកហេតុដូចម្ដេចមកថាហេតុអីបាទឧទាហរណ៍ថា pourquoi est-ce que tu pleures pourquoi est-ce que tu pleures មកថាមិនបានឯងយំមិនបានជាឯងយំបាទ